ស្ត្រីម្នាក់រងរបួសស្នាមត្រង់កញ្ចឹងកបន្ទាប់ពីជនដៃដល់ម្នាក់ប្រើអំពើហិង្សាយកកាំបិតប៉ាំងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលយប់ថ្ងៃទី9 ខែមីនាឆ្នាំ2025ក្នុងភូមិត្រពាំងទួលសង្កាត់កំបូរខណ្ឌកំបូររាជធានីភ្នំពេញជនបង្កឈ្មោះទឹមញឹកភេទប្រុសអាយុ49ឆ្នាំមុខរបរលក់ដូរបន្តិចបន្តួចនៅផ្ទះជួលខាងលើមានស្រុកកំណើតនៅខេត្តកំពង់ចាមស្ត្រីរងគ្រោះឈ្មោះរិទ្ធសុភីអាយុ46ឆ្នាំមុខរបរលក់ដូរចាប់ភួយនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើមុនពេលកើតហេតុគេឃើញជនបង្កត្រឡប់មកពីស៊ីផឹកខាងក្រៅវិញស្រវឹងជោគជាំក៏បានរករឿងឆ្លោះជាមួយប្រពន្ធកូនដេញវាយកូនរត់ចែកជើងគ្នាផ្អើលកិច្ចចូលពួនជ្រកតាមផ្ទះអ្នកជិតខាងបន្ទាប់មកស្រាប់តែបុរសជាជនសង្ស័យនេះបានទៅយកកាំបិតប៉ាំងតោកាន់ចូលទៅកាប់ស្ត្រីរងគ្រោះដល់ក្នុងផ្ទះដែលផ្ទះទល់មុខគ្នាកំពុងតែអង្គុយមើលកូនហូបបាយទាំងមិនដឹងខ្លួនបណ្ដាលឲ្យរងរបួសមុតស្មាមួយកាំបិតភ្លាមនោះដែរពលរដ្ឋនៅទីនោះនាំគ្នាជួយចាប់ឃាត់ជនបង្ករួចរាយការតាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួននាំយកទៅប៉ដើម្បីសាកសួរចំណែកឯស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងតាមក្រោយផងដែរប្រភពដដែលបានបន្តទៀតថាកាលពីប្រមាណខែមុនជនរងគ្រោះនិងក្រុមគ្រួសារជនបង្កធ្លាប់មានរឿងរ៉ាវឆ្លោះប្រកែកគ្នាម្ដងរួចមកហើយកាប់មែកឈើបោះដាក់គ្នាដោយខាងជនបង្កចោទប្រកាន់ថាក្រុមគ្រួសារជនរងគ្រោះធ្វើអំពើដាក់មកលើផ្ទះគ្រួសាររបស់គាត់បានជាប្តីប្រពន្ធចេះតែឆ្លោះប្រកែកគ្នារហូតមកខណៈពេលដែលកើតហេតុខាងលើជនបង្កគុំគួនក៏យកកាំបិតប៉ាំងតោទៅកាប់ស្ត្រីរងគ្រោះតែម្ដងសមត្ថកិច្ចមូលដ្ឋានបានសាងសំណុំរឿងរួចបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការខណ្ឌកំបូរបន្តចាត់ការទៅតាមនីតិវិធីច្បាប់